ការរងទុក្ខរបស់មនុស្សសុចរិតនៅក្នុងថ្ងៃនេះនាងខ្ញុំនឹងធ្វើការពន្យល់អំពីសាច់រឿងដែលមាននៅក្នុងព្រះគម្ពីរយោបហើយនៅក្នុងនោះគឺមានចំណុចសំខាន់3យ៉ាងទី1គឺនិយាយអំពីការបាត់បង់ទ្រព្យសម្បត្តិនិងកូនទី2ការបាត់បង់សុខភាពនិងទទួលរងពីជំងឺទី3ជាការសាក់លបងនិងការផ្ដន្ទាទោសដោយមិត្តភក្តិប្រធានបទនៅក្នុងព្រះគម្ពីរយោបនិយាយអំពីទុក្ខវេទនារបស់មនុស្សសុចរិតប្រហែលជា4000ឆ្នាំមុនមានមនុស្សម្នាក់ឈ្មោះយោបគាត់ជាមនុស្សសុចរិតនិងស្មោះត្រង់គោរពកោតខ្លាចព្រះជាម្ចាស់ហើយគាត់មិនដែលប្រព្រឹត្តអំពើអាក្រក់ឡើយគាត់មានកូនប្រុស7នាក់និងកូនស្រី3នាក់គាត់មានទ្រព្យសម្បត្តិនិងអ្នកបម្រើជាច្រើនហើយគាត់ជាមនុស្សល្អជាងគេក្នុងចំណោមប្រជាជននៅផែនដីព្រះបានសរសើរយោបចំពោះភាពស្មោះត្រង់របស់គាត់ហើយថាគាត់កោតខ្លាចព្រះជាម្ចាស់និងមិនដែលមានអំពើអាក្រក់នៅក្នុងចិត្តឡើយនៅពេលនោះសាតាំងបានប្រាប់ព្រះថាយោបកោតខ្លាចព្រះជាម្ចាស់ហើយមិនប្រព្រឹត្តអំពើអាក្រក់ពីព្រោះព្រះបានប្រទានពរដល់គាត់ប៉ុន្តែប្រសិនបើមានការអាក្រក់កើតឡើងចំពោះគាត់នោះគាត់នឹងមានការប្រព្រឹត្តអាក្រក់ចំពោះព្រះជាមិនខានដូច្នេះព្រះក៏ចាប់ផ្ដើមភ្នាល់គ្នាជាមួយសាតាំងព្រះជាម្ចាស់បានប្រាប់ទៅសាតាំងថាគ្រប់ទាំងទ្រព្យសម្បត្តិកូននិងសុខភាពរបស់យោបសាតាំងអាចយកបានប៉ុន្តែសាតាំងមិនអាចប៉ះពាល់អាយុជីវិតរបស់យោបបានទេបន្ទាប់មកយោបបានបាត់បង់កូនទាំង10នាក់និងទ្រព្យសម្បត្តិជាច្រើនរបស់គាត់ក្នុងពេលតែមួយហើយរូបកាយរបស់គាត់ក៏បានរងទុក្ខយ៉ាងខ្លាំងពីជំងឺសើស្បែកដ៏អាក្រក់ដែលសូម្បីតែប្រពន្ធរបស់គាត់ក៏ដាក់បណ្ដាសាគាត់ដែរអេលីផាសសូផាប៊ីលដាតជាមិត្តរបស់យោបបានមកសួរសុខទុក្ខហើយបាននិយាយថាការរងទុក្ខរបស់យោបគឺបណ្ដាលមកពីអំពើបាបដែលយោបបានប្រព្រឹត្តហើយថាទណ្ឌកម្មដែលគាត់បានទទួលគឺស្រាលជាងអំពើបាបរបស់គាត់ទៅទៀតដូច្នេះគាត់ណែនាំយោបឲ្យប្រែចិត្តទោះជាយ៉ាងណាយោបបានតវ៉ាថាគាត់មិនដែលជាមនុស្សបែបនេះទេអ្វីដែលយើងបានរៀនពីរឿងនេះជាដំបូងនោះគឺសូម្បីតែមនុស្សសុចរិតក៏ត្រូវបានព្រះសាក់លបងដែរបន្ទាប់មកយោបបានទទួលពរជាច្រើនពីព្រះដែលមានចំនួនច្រើនជាងមុនទៅទៀត